កុំចេះតែហ៊ានអានាងឆក់ប៉ះអ្នកណាមិនដឹងទេតែបើប៉ះចំនារីក្លាហានរូបនេះឲ្យឯងស្ពៃអាក្អូនថ្មីនេះមានហេតុការណ៍មួយបានកើតឡើងនៅលើផ្លូវជាតិលេខ4ដែលនារីម្នាក់បានសម្រេចចិត្តជិះម៉ូតូតាមប្រដេញជនសង្ស័យរហូតដល់ខាត់ខ្លួនបានរឿងនេះកំពុងទទួលបាននៅការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់បងប្អូនមហាជនក៏ប៉ុន្តែតើមានចំណុចលាក់បាំងឬក៏ហានិភ័យអ្វីខ្លះដែលយើងគួរយល់ដឹងឲ្យបានច្បាស់អំពីហេតុការណ៍នេះសូមជម្រាបសួរប្រិយមិត្តអ្នកស្ដាប់ជាទីគោរពសូមស្វាគមន៍មកកាន់ Channel Sophie Explain ថ្ងៃនេះយើងខ្ញុំនឹងលើកយកនៅព័ត៌មានដ៏ក្តៅកគុកមួយដែលត្រូវបានចុះផ្សាយដោយបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនពាក់ព័ន្ធទៅនឹងករណីឆក់ទូរស័ព្ទដៃមួយគ្រឿងកាលពីរសៀលថ្ងៃទី28ខែកក្កដាឆ្នាំ2026កន្លងទៅនេះហេតុការណ៍នេះមិនត្រឹមតែជារឿងបទល្មើសធម្មតានោះទេក៏ប៉ុន្តែវាក៏បានបង្ហាញអំពីសកម្មភាពតាមប្រដេញនៅលើផ្លូវសាធារណៈដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយផ្អែកទៅតាមប្រភពព័ត៌មានដែលយើងទទួលបាននោះហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែលជាជាង4រសៀលនៅតាមបណ្ដោយផ្លូវជាតិលេខ4ត្រង់ចំណុចខាងលិចផ្សារចម្ពូវ័ននៅក្នុងភូមិចម្ពូវ័ន1សង្កាត់ចោមចៅទី3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញនៅមុនពេលកើតហេតុនារីរងគ្រោះដែលមានវ័យ25ឆ្នាំដែលប្រភពបានបញ្ជាក់ប្រាប់ថាគឺជាបុគ្គលិកក្រុមហ៊ុនបានជិះម៉ូតូមួយគ្រឿងម៉ាក Honda Scoopy តែម្នាក់ឯងរូបនាងបានដាក់ទូរស័ព្ទដៃមួយគ្រឿងរបស់នាងនៅក្នុងក្លុបម៉ូតូខាងមុខដែលជាចំណុចងាយស្រួលនៅក្នុងការឆក់យកស្របពេលនោះដែរជនសង្ស័យដែលជាបរិសុទ្ធមានវ័យ22ឆ្នាំបានជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅតាមពីក្រោយលុះមកដល់ចំណុចកើតហេតុជនសង្ស័យក៏បានឆ្លៀតឱកាសធ្វើសកម្មភាពឆក់យកទូរស័ព្ទពីក្លុបម៉ូតូនោះបានសម្រេចរួចក៏បានបន្ថែមល្បឿនជិះគេចខ្លួនភ្លាមនោះអ្វីដែលធ្វើឲ្យមហាជនមានការកោតសរសើរនោះគឺនារីរងគ្រោះមិនបាននៅស្ងៀមនោះឡើយគឺរូបនាងបានសម្រេចចិត្តជិះម៉ូតូប្រដេញតាមពីក្រោយភ្លាមព្រមទាំងបានស្រែកប្រាប់ប្រជាពលរដ្ឋនៅតាមដងផ្លូវថាចោដើម្បីសូមការជួយអន្តរាគមន៍ការប្រដេញគ្នានេះបានអូសបន្លាយចម្ងាយប្រមាណជា100ម៉ែត្ររហូតមកដល់មុខវិទ្យាល័យចម្ពូវ័នយោងទៅតាមចម្លើយរបស់ជនរងគ្រោះរូបនាងបានជិះម៉ូតូបំបុកម៉ូតូជនសង្ស័យពីក្រោយបណ្ដាលឲ្យខ្ទាតទៅបុកខ្ទប់ទៅនឹងរថយន្តមួយគ្រឿងម៉ាក Highlander ដែលកំពុងតែធ្វើដំណើរស្របពីគ្នាការប៉ះទង្គិចគ្នានេះបានធ្វើឲ្យជនសង្ស័យដួលម៉ូតូប្រាវក៏ប៉ុន្តែរឿងនេះមិនទាន់ត្រូវបានបញ្ចប់នោះទេដោយជនសង្ស័យដែលរងរបួសស្រាលបានក្រោកឈរនិងលើកម៉ូតូហើយព្យាយាមជិះគេចខ្លួនបន្តទៀតដោយបានបត់ជិះបញ្ច្រាស់ទិសដៅចរាចរណ៍ដោយសារតែភាពភ័យស្លន់ស្លោនិងការបន្តប្រដេញពីសំណាក់ជនរងគ្រោះជនសង្ស័យក៏បានរេចង្កូតទៅបុកម៉ូតូស្កូពីមួយគ្រឿងទៀតដែលបណ្ដាលឲ្យដួលជាលើកទី2នៅពេលដែលដួលជាលើកទី2នេះហើយដែលជនរងគ្រោះនិងប្រជាពលរដ្ឋនៅក្បែរនោះបានធ្វើការឃាត់ខ្លួនជនសង្ស័យបានទាំងស្រុងតាមប្រភពព័ត៌មានបានបញ្ជាក់ថាដោយសារតែកំហឹងមួយឆាវបងប្អូនប្រជាពលរដ្ឋមួយចំនួនក៏បានទទួលស្វាគមន៍ទៅលើជនសង្ស័យម្នាក់មួយដៃមួយជើងបណ្ដាលឲ្យទ្រាំខ្លួនមុនពេលដែលប្រគល់ឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី3ចំណែកឯរថយន្តម៉ាក Highlander និងម៉ូតូមួយគ្រឿងទៀតដែលរងនៅការប៉ះទង្គិចនោះតាមប្រភពខ្លះថាបានបើកចេញទៅបាត់ខណៈប្រភពមួយទៀតបានបញ្ជាក់ថាពួកគេបានទៅដាក់ពាក្យបណ្ដឹងចំណុចនេះសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវនៅក្នុងសំណុំរឿងបាទប្រិយមិត្តពុកម៉ែបងប្អូនជាទីគោរពបើយើងមើលទៅតាមហេតុការណ៍ដែលបានកើតឡើងនេះមានចំណុចតាក់ទាញធំចំនួន3ដែលយើងទាំងអស់គ្នាគួរលើកយកមកពិភាក្សាចំណុចទី1នោះគឺភាពក្លាហានរបស់វរៈនារីរងគ្រោះនៅក្នុងស្ថានភាពដែលត្រូវបានគេឆក់យកនៅទ្រព្យសម្បត្តិភ្លាមមនុស្សភាគច្រើនអាចនឹងមានអារម្មណ៍ភ័យស្លន់ស្លោកាំងស្មារតីឬក៏សម្រេចចិត្តបោះបង់ចោលក៏ប៉ុន្តែសម្រាប់នារីរូបនេះរូបនាងបានបង្ហាញអំពីភាពអង់អាចនិងស្មារតីមិនចោះចាញ់ទាល់តែសោះរូបនាងហ៊ានប្រថុយប្រថានទៅនឹងហានិភ័យតាមប្រដេញជនសង្ស័យនៅលើដងផ្លូវដោយមិនរុញរារហូតដល់ឃាត់ខ្លួនបានសម្រេចសកម្មភាពនេះមិនត្រឹមតែជាការការពារទ្រព្យសម្បត្តិដែលខិតខំរកពីញើសឈាមរបស់ខ្លួនប៉ុណ្ណោះទេក៏ប៉ុន្តែវាក៏ជាការបានចូលរួមចំណែកយ៉ាងធំធេងនៅក្នុងការទប់ស្កាត់នៅបទល្មើសនិងពង្រឹងដល់សន្តិសុខសង្គមផងដែរហើយជនសង្ស័យរូបនេះត្រូវបានឃាត់ខ្លួនលែងឲ្យមានឱកាសទៅធ្វើសកម្មភាពទៅលើអ្នកដទៃបន្តទៀតនេះគឺជាសារដ៏រឹងមាំមួយ
បញ្ជាក់ទៅប្រាប់ក្រុមជនខិលខូចថាមិនមែនគ្រប់គ្នាសុទ្ធតែជាមុខសញ្ញាងាយរងគ្រោះដែលអាចឲ្យអ្នកធ្វើបាបបានតាមចិត្តនោះទេចំណុចទី2គឺបានឆ្លុះបញ្ចាំងអំពីពាក្យចាស់បុរាណពោលថាលួចគេបានវាគ្រាន់ដល់ពេលគេតាមទាន់វាក្រែលនៅមុនពេលធ្វើសកម្មភាពជនសង្ស័យប្រហែលជាគិតថានេះគ្រាន់តែជានារីម្នាក់ធ្វើសកម្មភាពហើយប្រកាសជាអាចជិះកិច្ចខ្លួនបានយ៉ាងងាយស្រួលក៏ប៉ុន្តែលទ្ធផលជាក់ស្ដែងនោះគឺផ្ទុយស្រឡះការជ្រើសរើសផ្លូវខុសបានធ្វើឲ្យជនសង្ស័យត្រូវរត់គេចទាំងភ័យស្លន់ស្លោជិះបុកគេឯងដួលរហូតដល់របួសខ្លួនហើយនៅទីបញ្ចប់ត្រូវប្រឈមមុខទៅនឹងកំហឹងមហាជនព្រមទាំងសំណាញ់ច្បាប់យ៉ាងធ្ងន់ធ្ងរនេះគឺជាមេរៀននិងជាការប្រមានដ៏ច្បាស់លាស់បំផុតមួយសម្រាប់អ្នកដែលគិតចង់ប្រព្រឹត្តបទល្មើសឆក់ប្លន់ថាទង្វើទុច្ចរិតមិនត្រឹមតែបំផ្លាញអនាគតខ្លួនឯងនោះទេតែនៅពេលដែលអស់លក្ខត្រូវគេចាប់បានគឺត្រូវទទួលរងនៅភាពអាម៉ាស់និងផលវិបាកដែលនឹកស្មានមិនដល់ចំណុចទី3នោះគឺកម្លាំងសាមគ្គីរបស់មហាជននៅក្នុងការប្រឆាំងជាមួយនឹងបទល្មើសក្រៅពីភាពក្លាហានរបស់នារីរងគ្រោះយើងក៏ត្រូវធ្វើការកោតសរសើរដល់ស្មារតីចូលរួមរបស់បងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវផងដែរនៅពេលដែលបានឮសំឡេងស្រែកសូមជំនួយពួកគាត់មិនបានឈរមើលដោយប្រងើយកន្តើយនោះឡើយគឺពួកគាត់បានរួមដៃគ្នាជួយឃាត់ជនសង្ស័យភ្លាមនេះបានបង្ហាញអំពីស្មារតីសាមគ្គីភាពក្នុងសង្គមដ៏រឹងមាំបើទោះបីជាយ៉ាងណាក៏ដោយដើម្បីឲ្យការចូលរួមនេះកាន់តែមានភាពល្អឥតខ្ចោះនិងមានសុវត្ថិភាពផ្លូវច្បាប់ក្រុមការងារយើងខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនមហាជនបន្តជួយសង្គ្រោះគ្នាក៏ប៉ុន្តែសូមរក្សានៅភាពអត់ធ្មត់កុំប្រើប្រាស់នៅអំពើហិង្សាធ្ងន់ធ្ងរលើសលប់ពេកហើយប្រគល់ជនសង្ស័យជូនដល់មន្ត្រីសមត្ថកិច្ចដើម្បីឲ្យច្បាប់ជាអ្នកកាត់ក្តីនិងផ្ដល់នៅភាពយុត្តិធម៌ពិតប្រាកដជូនដល់ជនរងគ្រោះក្នុងនាមជាអ្នកអត្ថាធិប្បាយនៅព័ត៌មានមួយរូបយើងខ្ញុំបានយល់អំពីអារម្មណ៍ខឹងសម្បាររបស់ជនរងគ្រោះក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលស្អប់ខ្ពើមនៅអំពើចោរកម្មបើទោះបីជាយ៉ាងណាក៏ដោយមេរៀនដ៏សំខាន់បំផុតអំពីហេតុការណ៍មួយនេះនោះគឺការបង្ការទុកជាមុនចំពោះការទុកដាក់របស់មានតម្លៃដូចជាទូរស័ព្ទដៃឬក៏កាបូបនៅក្នុងក្លុបម៉ូតូខាងមុខនោះវាគឺជាការផ្ដល់ឱកាសយ៉ាងងាយស្រួលទៅដល់ជនខិលខូចបន្ថែមលើសពីនេះប្រសិនបើមាននៅរឿងអកុសលបែបនេះកើតឡើងការស្រែកសុំជំនួយពីសំណាក់អ្នកជុំវិញខ្លួននិងការចំណាំភិនភាស្លាកលេខម៉ូតូរបស់ជនសង្ស័យដើម្បីរាយការណ៍ប្រាប់ដល់សមត្ថកិច្ចនោះគឺជាជម្រើសដែលមានសុវត្ថិភាពខ្ពស់ជាងការប្រដេញតាមដោយផ្ទាល់ទ្រព្យសម្បត្តិយើងអាចរកវិញបានក៏ប៉ុន្តែអាយុជីវិតនិងសុវត្ថិភាពរាងកាយគឺជារឿងដែលមិនអាចប្រថុយប្រថានបាននោះឡើយយើងសូមលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នារក្សានៅភាពស្ងប់ស្ងាត់និងទុកភារកិច្ចនេះជូនមន្ត្រីមានសមត្ថកិច្ចជាអ្នកចាត់ការបន្តតាមនីតិវិធីច្បាប់សរុបជារួមមកវិញករណីឆក់ទូរស័ព្ទដៃនៅជិតផ្សារចម្ពោះវ័ននេះត្រូវបានបិទបញ្ចប់ដោយជនសង្ស័យត្រូវបានឃាត់ខ្លួននិងប្រគល់ជូនសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យដើម្បីកសាងសំណុំរឿងទៅតាមច្បាប់រឿងនេះគឺជាសារដាស់តឿនមួយឲ្យយើងគ្រប់គ្នាបង្កើននៅការប្រុងប្រយ័ត្នរាល់ពេលធ្វើដំណើរតាមដងផ្លូវប្រសិនបើមានព័ត៌មានអាប់ដេតថ្មីពាក់ព័ន្ធទៅនឹងចំណាត់ការផ្លូវច្បាប់ទៅលើករណីនេះក្រុមការងារយើងខ្ញុំនឹងបន្តធ្វើបច្ចុប្បន្នភាពជូនបងប្អូនបន្ថែមទៀតតើបងប្អូនប្រិយមិត្តមានទស្សនៈយ៉ាងណាដែរចំពោះការសម្រេចចិត្តរបស់នារីរងគ្រោះនៅក្នុងហេតុការណ៍មួយនេះសូមចូលរួមបញ្ចេញមតិយោបល់ដោយសុភាពនិងមានហេតុផលនៅខាងក្រោមវីដេអូនេះទាំងអស់គ្នា